ប្រហែលក្នុងការចែកគ្នាតុកសិកនៅខាងហ្គេមទៀតហើយដោយថ្មីហ្នឹង Mobile Legends มันធ្វើការដកបុកគ្នាឆាតអនៅកន្លែង result នៅពេលដែលយើង end game ណាអញ្ចឹងម្ដងធ្លាប់តែយើងឆ្លោះគ្នានៅក្នុង game ហើយពេលដែលចប់ game គឺយើងនៅតែអាចឆាតឌឺដកគ្នាបានទៀតប៉ុន្តែឥឡូវនេះអ្នកនរគ្នាលេងអាចឆាតនៅកន្លែង result game ហ្នឹងបានទៀតហើយដល់ឥឡូវហ្នឹងគឺអ្នកនរគ្នាអាចឆាតបានតែឆាតបានចំនួនតូចដែល Mobile Legends បានដាក់ឲ្យតែប៉ុណ្ណោះហើយឆាតទាំងអស់ហ្នឹងមានតែពាក្យ good game good job អីហ្នឹងឯងអ្នកនរគ្នាហើយលើសពីហ្នឹងគឺអ្នកនរគ្នាអាចដាក់ជា emoji ដាក់ជាអីបានទៀតអញ្ចឹងណាគាត់យើងអាចឆាតទៅវិញទៅមកបានទៀតទេគឺបានតែចុចឆាតដែល Mobile Legends បានដាក់ឲ្យយើងស្រាប់ហ្នឹងអញ្ចឹងបើអ្នកនរគ្នាចង់ឆាតឌឺដងគ្នាអ្នកនរគ្នាអាចឆាតឌឺដងក្នុង game ហើយទៅដោយសារតែពេលចេញមកដល់ក្រៅ game គឺអ្នកនរគ្នាលេងអាចឆាតឌឺដងគ្នាបានទៀតហើយចុះអ្នកនរគ្នាវិញគិតយ៉ាងម៉េចដែរចំពោះការអាប់ដេតមួយហ្នឹងណាហើយអ្នកនរគ្នាកុំភ្លេចថាថ្ងៃហ្នឹងគឺថ្ងៃដែលគេ free ticket event គេ up លើកទី2ហើយអញ្ចឹងមកសិនអ្នកនរគ្នាចង់បាន full ticket អីអ្នកនរគ្នាកុំភ្លេចដាក់ពេចតាម Crybe Store ណាដែលអ្នកនរគ្នាអាចឆាតចូល page Crybe Store គាត់ឲ្យក៏បានឬមួយក៏អ្នកនរគ្នាអាចដាក់តាម website ដែលយើងមានដាក់ link នៅ comment ខាងក្រោមក៏បានដែរអ្នកនរគ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់